ក៏ក្រៅពិភពលោកទូគីប្រមានថាសង្គ្រាមរុស្ស៊ីអ៊ុយក្រែនអាចឈានដល់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរពិភពលោកកំពុងប្រឈមនឹងសញ្ញាប្រមានដ៏គ្រោះថ្នាក់គួរឲ្យព្រួយបារម្ភបំផុតគណៈរដ្ឋមន្ត្រីការបរទេសទូគីលោកហាខាន់ហ្វីដានបានប្រមានថាការពង្រីកសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនដែលកាន់តែឡើងកម្ដៅក្តៅខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរអាចនឹងរុញច្រានឲ្យស្ថានភាពឈានទៅដល់ចំណុចគ្រោះថ្នាក់ដែលរុស្ស៊ីពិចារណាប្រើអាវុធនុយក្លេអ៊ែរលោកហ្វីដានបានបញ្ជាក់ថាទូគីបានជម្រាបទៅកាន់ប្រទេសលោកខាងលិចរួចអស់ហើយអំពីសេណារីយ៉ូដ៏គ្រោះថ្នាក់បំផុតនេះលោកថាប្រសិនបើវិបត្តិនៃចំនួនដ៏រ៉ាំរ៉ៃនេះនៅតែបន្តតានតឹងដោយគ្មានដំណោះស្រាយនោះរុស្ស៊ីនឹងអាចពិចារណាប្រើប្រាស់ជំរើសចុងក្រោយគឺអាវុធនុយក្លេអ៊ែរដើម្បីកំទេចអ៊ុយក្រែនការប្រមានដ៏ស្រួចស្រាវនេះកំពុងបង្កើនក្តីព្រួយបារម្ភយ៉ាងខ្លាំងថាចំនួនដែលចាប់ផ្ដើមពីសមរភូមិរុស្ស៊ីអ៊ុយក្រែនអាចវិវត្តទៅជាវិបត្តិសន្តិសុខដ៏ធំសម្រាប់អឺរ៉ុបនិងពិភពលោកទាំងមូលហើយប្រសិនបើអាវុធនុយក្លេអ៊ែរត្រូវបានប្រើមែននោះវាអាចបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនិងធ្វើឲ្យមនុស្សជាច្រើនត្រូវបាត់បង់ជីវិតក្នុងរយៈពេលដ៏ខ្លីមិនត្រឹមតែប៉ុណ្ណោះវិទ្យុសកម្មនុយក្លេអ៊ែរអាចបន្តបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរទៅដល់សុខភាពមនុស្សបរិស្ថាននិងតំបន់ជុំវិញនោះអស់រយៈពេលរាប់សិបឆ្នាំទៀតផងដូច្នេះប្រសិនបើរឿងនេះកើតឡើងពិតមែននោះវាអាចនឹងក្លាយទៅជាវិនាសកម្មយ៉ាងធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិហើយក៏អាចនឹងក្លាយជាថ្ងៃចុងក្រោយរបស់ពិភពលោកផងដែរ